សួស្តីអ្នកនាងត្រឡប់មកវិញជាមួយនឹងច័ន្ទរា Official នេះជាវីដេអូ part ទី2របស់យើងហើយថ្ងៃនេះយើងមករៀនធ្វើរូបភាពបែបនេះគឺ poster បែបនេះយើងលក់ទូរស័ព្ទអញ្ចឹងបើសិនជាអ្នកនាងចង់បាន poster រូបភាពទូរស័ព្ទហើយមាន Telegram មានអីនេះអ្នកនាងអាចឆាតខ្ញុំបានខ្ញុំទុកTelegram ខ្ញុំនៅ ក្រោម description ហ្នឹងហើយបើសិនអ្នកនាងចង់បានអ្នកនាងអាចតើតើមកនឹងបានខាងក្រោមហ្នឹងហើយបើអ្នកនាងសូមអធិស្ឋានផងសារលើស្លេមខាងខ្លាំងមែនតើខ្ញុំអត់មានកន្លែង record ចឹងណាអូខេអញ្ចឹងពិតជាមានសំឡេងខាងច្រើនអញ្ចឹងអូខេដើម្បីយើងធ្វើposter មួយបានយើងត្រូវធ្វើគេខ្លះអញ្ចឹងpart 1យើងបានរៀនអំពីបង្កើត create document បែបនេះហើយយើងវាយលេខវាយអីចឹងហើយដើម្បីទៅយើងបានទំហំមួយអញ្ចឹងថ្ងៃនេះយើងអត់រៀនអញ្ចឹងទេយើងមក copy ទំហំរបស់គេយកមកធ្វើតាមគេឲ្យដូចគេបែបបិទតែម្ដងអញ្ចឹងដើម្បីធ្វើអញ្ចឹងបានយើងចូលមកកន្លែង file ហើយយក open ហ្នឹងបានន័យថាយើងទៅបើកជាមួយនឹង file របស់យើងនេះ file រូបភាពមួយណាដែលយើងចង់បានយើងទុកនៅ folder ណាយកមកបន្ទាប់មកយើងចុចយកposter របស់ខ្ញុំបានធ្វើហើយតោះមកវានឹងបាន poster មួយប៉ុណ្នេះអញ្ចឹងដើម្បីយើង copy ប្លង់របស់គេឲ្យដូចគេបែបបិទតែម្ដងយើងចុច Ctrl A C D N បន្ទាប់មកវានឹងបានទំហំប៉ុណ្នេះគឺដូចគេតែម្ដងយើងមិនបាច់ចាំកែទេទំហំរបស់វាគឺដូចគេហើយចេះយើងចង់បាន resolution ខ្ពស់គឺយើងគ្រាន់តែដូរតាមហ្នឹងទៅអញ្ចឹងបើយើងចង់បាន100គឺ100ទៅតែបើយើងចង់បានច្បាស់ខ្លាំងយើងយក300មកគឺច្បាស់ហើយចានេះខ្ញុំដាក់ថា part 2ទៅតោះមកខ្ញុំចុចថា create យើងឃើញថារបស់គេមានយើងចុច Ctrl D ដើម្បីដោះ select វិញនេះបើវាជាប់ select ហ្នឹងអញ្ចឹងយើងឃើញថារបស់គេមានរាងត្រីកោណបែបនេះអញ្ចឹងដើម្បីធ្វើរូបត្រីកោណអញ្ចឹងបានយើងទី1យើងមកមើលកន្លែង rectangle កន្លែងនេះយើងរាប់ពីលើមករាប់ពីលើទៅវិញ1 នេះ1 2 3អញ្ចឹងគឺ3កន្លែងនេះអញ្ចឹង rectangle ហ្នឹងវាមាន ellipse វាមានច្រើនទៀតអញ្ចឹងយើងយកទៅ rectangle មកបានដែរគឺយកវាមកគូយើង left click វាជាប់ហើយយើងគូវាមកទំហំប៉ុណ្ណឹងមកអូខេបន្ទាប់មកវានឹងចេញពណ៌ហើយបើវាអត់ចេញពណ៌ទេយើងអាចយកពណ៌កន្លែងនេះបាននេះ fill បើយើងយកពណ៌ណាដែលយើងចង់បាននេះពណ៌នេះអញ្ចឹងណាតែខ្ញុំចង់បានពណ៌ដូចគេគឺខ្ញុំយកពណ៌ហ្នឹងមកអូខេអញ្ចឹងបន្ទាប់មកអ្នកគ្នាចង់បានត្រីកោណបែបហ្នឹងគឺយើងចុចនេះយកនេះមុនដំបូងវាចេញ pan បែបនេះអញ្ចឹងយើងយក right click លើវាមកយើងយកពាក្យថា delete archer point tool អូខេនេះអញ្ចឹងយើងយកមកចុចលើវា2ដងមកហើយចុច yes តមកវានឹងចេញបែបនេះហើយយើងចុចលើវា2ដងទៀតមកចុចបែបនេះមកចេះមកដាច់ហើយឃើញហើយចុចចេះមកគឺដាច់ហើយប៉ុណ្ណឹងគឺបានហើយនេះឃើញពេលយើងបរិចមកឃើញវាបែកដោយសារតែវាតូចពេកដោយសារតែ resolution វាតូចពេកអញ្ចឹងណានេះយើងអាចបរិចវាថែមទៀតបានយើងសេរីមកសំតាមហ្នឹងហ្នឹងនេះគ្នាចុច Ctrl T មកហើយទាញវាមកអូខេយើងអាចចុចព្រោះសញ្ញាព្រួយទៅក្រោមទៅលើអីយើងចុចមកគឺវាដើរដូចគ្នាហ្នឹងអូខេអញ្ចឹងយើងបានប៉ុណ្ណឹងគឺដូចគេហើយប៉ុណ្នេះអញ្ចឹងបន្ទាប់មកយើងធ្វើវងមូលមួយទៀតយើងធ្វើវងមូលអញ្ចឹងដើម្បីយើងធ្វើវងមូលបានយើងចូលកន្លែងដែរហើយយើងយក right click មកយើងយកពាក្យថា ellipse ហ្នឹងគឺវងមូលអញ្ចឹងយើងទាញមក left click វាជាប់វាអត់មូលទេឃើញអត់អញ្ចឹងយើងត្រូវចុច shift មួយទៀតដើម្បីវាមូលឃើញអត់យើងទាញមិនក៏វាមូលដែរយើងទាញវាមកហើយបន្ទាប់មកវានឹងបានពណ៌ហើយអាហ្នឹង
bỏ cái admin đi tệ admin stroke tệ này stroke anh cái hạt stroke chẳng dương thử đọc stroke với do no stroke máu cứ phải bạn mấy bạn này thành no stroke này ok chẳng dương bạn bỏ được kề hỏi chẳng nằm bay thơ đạch trẻ bán dương thơ mình đạch trẻ nằm bay thơ đạch chẳng bán dương thơ mình chứ dương cu elite mùi tiền máu hay dương cho safe hay job thì về màuต่อมาវានឹងបាន elip មួយទៀតនៅលើតែដោយសារវាពណ៌ដូចគ្នាវាមើលឃើញទេអញ្ចឹងយើងដូរពណ៌វាមកចុចរូប elip សិនដើម្បីដូរពណ៌វាយើងឃើញ fill នេះហើយតើយើងចុច elip សិនណាមកយកពណ៌សនេះឃើញពណ៌គ្នាអូខេអ្នកគ្នាធ្វើបានប៉ុណ្្នឹងហើយអ្នកគ្នាចុចលើវាមួយហើយចុចនៅលើពណ៌សហ្នឹងឬក៏យើងចុចនៅលើ layer នេះក៏បានបន្ទាប់មកយើងនឹងចុចទៅកន្លែង elip នេះហើយយើងឃើញកន្លែងដាច់នេះយើងយកដាច់ហ្នឹងមកយើងយកពាក្យដាក់កន្លែងដាច់ហ្នឹងអញ្ចឹងពេលយើងយកកន្លែងដាច់ហ្នឹងគឺវាអត់ចាញ់តន់ចាញ់អីទេដោយសារតែវានៅជាប់ fill នេះអញ្ចឹងយើងត្រូវដោះ fill វាចេញចុចអានេះមកហើយយើងឃើញហើយនេះឃើញដាច់អត់តែដោយសារតែដាច់ហ្នឹងវាstroke វាតូចពេកអញ្ចឹងយើង break stroke ឲ្យធំតិចមកនេះកន្លែង break ព្រមអញ្ចឹង break កាន់តែធំវាកាន់តែធំដែរឃើញអត់អូខេដោយសារតែកន្លែងខ្ញុំ record ហ្នឹងវាញ៉ៃពេកអញ្ចឹងខ្ញុំរៀងកាត់ខ្លះកន្លែងណាញ៉ៃខ្ញុំកាត់ខ្លះអញ្ចឹងណាអូខេអញ្ចឹងដើម្បី break ព្រមនេះបានគឺអ្នកគ្នាគ្រាន់តែចុច Alt មកចុច Alt break ព្រមហើយអ្នកគ្នាចុច space ចុច space គឺចេញរូបបាតដៃអ្នកគ្នាអាចទាញបានតាមស្រីអញ្ចឹងពេលដែលអ្នកចង់ទាញអីចុច space មួយមកទាញបានទេឃើញអត់ចុច space ទាញបានទេអញ្ចឹងហើយយើងទៅធ្វើអីទៀតលើយើងទៅសេអក្សរយើងក៏បានសរសេរយើងទៅដាក់រូបទូរស័ព្ទរបស់យើងមួយទៅកាត់ background រូបទូរស័ព្ទមួយអូខេឥឡូវយើងយករូបទូរស័ព្ទមួយទាញមកតម្លាក់ចឹងមកនេះទាញទៅតម្លាក់ហ្នឹងមកអូខេអញ្ចឹងបន្ទាប់មកយើងដើម្បីកាត់ background វាបានយើងទាញវាមកអញ្ចឹងមកហើយយកមកដាក់កន្លែងនេះអូខេចុច control T ព្រមវាឲ្យតូចសិនអូខេអញ្ចឹងតទៅពេលយើងព្រមវាឲ្យតូចហើយយើងយកអានrectangle នៅខាងលើនេះ rectangle នេះគឺជា rectangle select អញ្ចឹងយើងចង់បាន ម៉ូដទូរស័ព្ទមួយនេះយើងយក ម៉ូដទូរស័ព្ទមួយហ្នឹងមកតបមកយើងចុចshift control I ដើម្បីត្រឡប់វាវិញត្រឡប់វាឲ្យទៅវាកាត់ខាងក្រៅវិញយើងក្រោបវាចុច delete មកគឺដាច់ហើយកញ្ញាចុច key delete ហើយតែយើងចង់ដោះ select វាយើងចុច control D ដោះអញ្ចឹងបន្ទាប់មកវានៅជាប់ background នេះអូខេអញ្ចឹងនៅក្នុងការកាត់ background នេះគឺស្រួលទេគឺអញ្ចឹងដើម្បីកាត់ background ហ្នឹងបានយើងយក tool នេះ tool នេះសិតតែ tool កាត់ background នេះ tool 3នេះ tool 3នេះហើយ tool 3នេះមួយទៀតគឺសិតតែ tool កាត់ background នេះអញ្ចឹងយើងយក tool ណាដែលយើងចេះកាត់យកមកកាត់មកគិតថារូបហ្នឹងវាស្រួលកាត់នៅ tool មួយណាយក tool មួយហ្នឹងមកកាត់មកអញ្ចឹងខ្ញុំគិតថាយក quick selection tool នេះយកមកកាត់វាស្រួលកាត់អញ្ចឹងខ្ញុំយកបូកហ្នឹងគឺបន្ថែម select ដើម្បីកាត់វាអញ្ចឹងយក left click ឲ្យជាប់ហើយយើងឆូតកន្លែងណាដែលយើងត្រូវការឲ្យវាកាត់តែយើងយកអា select នៅខាងក្នុងហ្នឹងគឺយកដល់ពេលអាខាងក្រៅគឺវាកាត់ចោលអស់យើងចុចគ្នាផ្អែកមកដើម្បីព្រមវាអូខេកន្លែងនេះឃើញថាវាលើអញ្ចឹងយកដកមកហើយយើងព្រមវាវិញឲ្យស្មើគ្នាអូខេនេះកន្លែងនេះអីកន្លែងនេះត្រូវហើយអូខេបន្ទាប់មកយើងចុច delete មកពេលយើងចុច delete គឺវាទៅខាងក្នុងគឺវាទៅត្រឹមអញ្ចឹងបើសិនជាវាទៅខាងក្នុងបែបហ្នឹងយើងត្រូវចុច shift control I ដើម្បីត្រឡប់វាឲ្យវាទៅយកខាងក្រៅវិញគឺវាកាត់ background ខាងក្រៅវិញយើងចុច control ហើយចុច shift control I ចុច delete មកដាច់ហើយចុច control D ដោះ select ហើយប៉ុណ្ណឹងយើងបានទទួលបាន background មួយហើយយើងចូលបានទូរស័ព្ទមួយហើយអត់មាន background ទេអញ្ចឹងយើងយកមកដាក់នៅក្នុងការងាររបស់យើងមកនេះយើងទុកចឹងមកចុច control T ដើម្បី break រួមវា break រួមតាមចិត្តដែលយើងចង់
ចឹងហើយអាកន្លែងនេះខាងក្រោមនេះគឺយើងធ្វើដូចនេះដើម្បីធ្វើវាបានចឹងគឺយើងយក rectangle tool ទៅដែរយកមកគូវាគូមកពេញប៉ុណ្ណឹងមកហើយខ្ញុំយកពណ៌ផ្សេងខ្ញុំចង់បានពណ៌នេះយកពណ៌ហ្នឹងមកហើយ stroke ខ្ញុំយក no stroke បន្ទាប់មកយើងចុច control T ដើម្បីវាចេញបែបនេះហើយយើង right click លើវាយើងយកពាក្យថា destroy ហ្នឹងគឺធ្វើឲ្យវាអីហ្នឹងនេះយើងអាចទាញបានអញ្ចឹងនេះយើងទាញមកអូខេបើសិនជាវាខ្លាំងយើងអាចcontrol T ឲ្យទាញវាសាមីមកយើងចុច destroy សាមីមកនេះទាញវាមកក្រោមវិញទាញមកស្មើយើងអត់បានមើលណានេះស្មើហើយអូខេមកយ៉ាប៉ុណ្ណឹងគឺបានហើយចឹងយើងត្រូវដាក់គេមួយទៀតត្រូវដាក់រូប Telegram ត្រូវចឹងគឺសារគេមានរូប Telegram យើងដាក់ Telegram យើងមកទាញយកមកដាក់នៅមុខនេះហ្មងទាញមកតម្លាក់នៅកន្លែងកម្មវិធី Photoshop យើងមកគឺវាចូលហើយនៅក្នុងហ្នឹងហើយយើងព្រីព្រមឲ្យតូចតាមហ្នឹងមកហើយដាក់យ៉ាងម៉េចនេះចឹងឃើញថារូប Telegram យើងពណ៌ខៀវហើយ background ពណ៌ខៀវទៀតសួរថាស៊ីគ្នាអត់ចឹងវាអត់ស៊ីគ្នាទេចឹងយើងត្រូវដូរ background វាចេញដាក់ពណ៌សវិញទៅអូខេតោះមកគឺមិនប៉ុណ្ណឹងទេឬក៏យើងចង់ដាក់ពណ៌អីផ្សេងទៀតក៏បានដែរណាតែតែយើងទីកន្លែងនេះគេដាក់ពណ៌បែបនេះតែខ្ញុំចង់ដាក់ពណ៌សណាហើយយើងដាក់យើងទៅសេអក្សរយើងទៅសេយើងចុចអក្សរ T នេះតោះមកយើងយកទៅហៅ horizontal tab tool តោះមកយើងសេមកខ្ញុំសេ0.16352694ចឹងខ្ញុំសេលេខទូរស័ព្ទចុចគ្រីសមកដល់មកខ្ញុំយកមកទុកនេះអូខេហើយបើសិនអ្នកនេះចង់ដូរ font ដូរបានអញ្ចឹងយើងចុច control T ហើយយើងចុចទៅលើអក្សរ T នេះសិនតមកនេះ font នៅកន្លែងនេះយើងចង់ដូរដាក់ font អីគឺបាន font ហ្នឹងហើយអូខេតែ font ខ្លះវាអត់ support ទេអត់ support ជាមួយអាលេខហ្នឹងអញ្ចឹងវានឹងចាញ់អីផ្សេងអូខេអញ្ចឹងសម្រាប់អក្សរគឺមានតែប៉ុណ្្នឹងទេហើយយើងចង់ copy អក្សរហ្នឹងមួយទៀតយើងចុច Alt ហើយ copy មកយកមកសរសេរនៅនេះវិញហ្នឹងខ្ញុំដាក់កន្លែងនេះដាក់$600ហើយយើងចុចT នេះមកនេះចុចបាត់ដៃចុច space មកសួរដាក់ថា$666ទូរស័ព្ទមួយហើយយកពណ៌អីពណ៌ក្រហមទៅឲ្យដូចគេ sorry អញ្ចឹងយើងយកពណ៌ក្រហមឲ្យដូចគេនេះអូខេនេះដូចហើយចុច control T ដើម្បី break វាបែបនេះហើយវាមានកន្លែងនេះដាក់ថា iPhone 11 Pro អញ្ចឹងយើងយកពាក្យថា iPhone 11 Pro ទៀតអញ្ចឹងយើងបាច់ទៅសរសេរទេយើងចុច Alt ឲ្យជាប់មក copy វាចុច Alt ជាប់វាស្មើជាមួយនឹង control J គឺ copy ដូចគ្នាអញ្ចឹងយើងដាក់ថា iPhone 11 Pro អូខេអញ្ចឹងiPhone 11 Pro យើងទុកនៅលើអញ្ចឹងយើងចង់បាន font យើងធំជាងហ្នឹងតែខ្ញុំចង់បានពណ៌ដូចអានេះខ្ញុំយកពណ៌ដូចអាហ្នឹងមកគឺសារតែរបស់គេគឺពណ៌ដូចគ្នាដែរអញ្ចឹងខ្ញុំចង់បាន font នេះគេចង់បាន font Times New Roman មួយ font អង់គ្លេសវាមើលទៅវាស្អាត Times New Roman នេះយើងវាយ search ចឹងមកយក Times New Roman មកគឺវាដូរឲ្យស្អាតជាងមុនដែរ font អូខេអញ្ចឹងកន្លែងនេះអក្សរច្រើនបែបនេះ
ខ្ញុំលុបទូរស័ព្ទចោលទៅអត់មានបញ្ហាទេអញ្ចឹងអក្សរច្រើនបែបនេះគឺយើងសរសេរតាមតាណាហ្នឹងឯងគឺយើងសរសេរតាមហ្នឹងឯងអញ្ចឹងដើម្បីសរសេរអក្សរគឺយើងចុចអាហ្នឹងដូចគ្នាចុចអានេះគឺវាមានឈ្មោះវាថា horizontal type tool អញ្ចឹងយើងចុចមកទៅសរសេរដូចគ្នាតែខ្ញុំសូមទៅ copy អក្សរដែលខ្ញុំបានឲ្យ AI ទៅសរសេរឲ្យអូខេ battery អូខេឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់តំណេចុះអញ្ចឹងខ្ញុំដាក់ប៉ុណ្្នឹងមកហើយខ្ញុំខ្ជិលសរសេរអក្សរឲ្យអ្នកគ្នាទៅសរសេរខ្លួនឯងទៅតោះមកយើងយកមកផាសវានៅអញ្ចឹងមកនេះដោយសារតែវាពណ៌ដូចគ្នាអញ្ចឹងវាអត់ចាញ់ទេអញ្ចឹងយកពណ៌ក្រហមយ៉ាងមកខ្ញុំចូលបានពណ៌អីចេញពណ៌ហ្នឹងហើយអញ្ចឹងឃើញថាបន្ទាត់វាចេញឆ្ងាយមែនតើអ្នកគ្នាឃើញអត់បន្ទាត់មកឆ្ងាយមែនតើអញ្ចឹងដើម្បីយើងទម្លាក់បន្ទាត់វាយើងចុចលើអក្សរមួយមកហើយបន្ទាប់មកនឹងអ្នកឃើញអក្សរ A នេះ character នេះ character ហ្នឹងមាននៅក្នុង Windows យកអ្នកគ្នាយកនេះ character ហ្នឹងមកគឺនឹងចេញហើយយើងចុចទៅលើ Windows ហើយយកពាក្យថា character តែដោយសារខ្ញុំមានអីអញ្ចឹងខ្ញុំចុចគ្រាន់តែចុចលើ character ហ្នឹងមកគឺចេញនេះអញ្ចឹងអាកន្លែងនេះគឺជាកន្លែងសលេកម្លាតរបស់វានេះសលេកម្លាតរបស់វាយើងទាញកាន់តែធំគឺវាកាន់តែឆ្ងាយចឹងបើយើងទាញកាន់តែតូចវាកាន់តែជិតគ្នាបែបនេះឥឡូវយើងទាញឲ្យតូចមកចានេះគឺជាទំហំ font របស់វាទំហំចង់បាននេះកាន់តែធំលេខកាន់តែធំវា font កាន់តែធំដែរអញ្ចឹងមានតែប៉ុណ្្នឹងទេការសរេរបស់វាអញ្ចឹងខ្ញុំចង់សរេតែខ្លួនឯងខ្ញុំអត់ចង់ដាក់លេខទេដោយសារតែអានេះយើងត្រូវចោះបន្ទាត់ចោះអីទៀតនេះកន្លែងនេះដូចជាកន្លែងនេះអាចចោះបន្ទាត់បានចោះបន្ទាត់ខ្លះមកដោយសារវាវែងពេកអូខេហើយយើងអាចដូរពណ៌បានតាមសេរីទេអ្នកគ្នាចង់ដូរពណ៌ឲ្យពណ៌ហ្នឹងទៅអូខេនេះចង់បានពណ៌សដាក់ពណ៌សអូខេអញ្ចឹងរបៀបសែវអ្នកគ្នាខ្ញុំបានប្រាប់នៅវីដេអូទី1ហើយអញ្ចឹងខ្ញុំប្រាប់ពីរបៀបសែវនៅវីដេអូទី2ទៀតគឺយើងចូលមកកាន់ file ហើយខ្ញុំភ្លេចប្រាប់អ្នកគ្នាមួយទៀតអញ្ចឹងដើម្បីយើងធ្វើឲ្យដើម្បីមានរបៀបរៀបរយយើងត្រូវដាក់ចូល group មួយមកសួរមើលអញ្ចឹង group នេះយើងចុចអញ្ចឹងចុចបែបនេះគឺយើងចុចមួយហើយយើងចុច shift ឲ្យជាប់ហើយចុចមួយទៀតដើម្បីឲ្យវា select ទាំងអស់បែបនេះហើយយើងចុច control G ក៏បានក៏វាចេញ group ឬក៏យើងចាប់ left click មកយើងចាប់ទាញមកដាក់កន្លែងនេះក៏ group ដូចគ្នានេះគឺ group ហើយមក group ហើយយើងចង់មើលវាយើងចុចបែបនេះមកគឺមក group របស់វាអញ្ចឹងអ្នកនេះស្គាល់ group ហើយ group ហ្នឹងយើងអាច rename ឈ្មោះបានឈ្មោះអីបានប៉ុណ្ណឹងអានេះដូចគ្នាយើង select ចឹងមកយើងដាក់ group ចឹងមកនេះហើយគឺមើលទៅ layer យើងគឺតិចមែនតើតែតាមពិតណា option យើងធ្វើបានប៉ុណ្ណេះតែ layer យើងតែពីរថាយើងធ្វើខ្លាំងតាមពិតយើងរៀបចំឲ្យវាមានរបៀបរៀបរយអូខេអញ្ចឹងដើម្បី save វាបានយើងចុច file ហើយយើងចុចថា save copy ហើយយើងយកទៅកន្លែងដាក់កន្លែងណាដែលយើងចង់ដាក់ឧទាហរណ៍ថាខ្ញុំដាក់នៅក្នុងកន្លែងតែកន្លែង file ខ្ញុំត្រូវទុក exercise 1ហើយខ្ញុំយក file អីគេយក file នេះចង់បានជារូបភាពយក JPG នេះ JPG រូបភាពចុច save មកហើយយកច្បាស់បំផុតគឺ12ច្បាស់បំផុតគឺ12តែបើអត់ច្បាស់សោះគឺ0តែម្ដងអញ្ចឹងយើងយក12មកគឺច្បាស់ maximum របស់វាណាយើងចង់រើសកន្លែងនេះក៏បាន low មកចុច OK មកឥឡូវខ្ញុំយក12វាច្បាស់បំផុតដែរហ្នឹងតោះមកខ្ញុំចូលទៅមើលកន្លែងខ្ញុំទុកហ្នឹងនេះគឺខ្ញុំដាក់ថា part 2មិញនេះអូខេគឺយើង save បានជោគជ័យហើយចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកគ្នាមែនតើសម្រាប់ការតាមដានវីដេអូនេះរហូតដល់ចប់កុំភ្លេចចុច subscribe ឲ្យខ្ញុំម្នាក់មួយផង